បាទជម្រាបសួរសួស្តីមកគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទាក់ទងជាមួយនឹង scammer បាទ scammer គាត់មានទាំងបរទេសមានទាំងខ្មែរមានទាំងជនជាតិផ្សេងៗអញ្ចឹងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនមិនថាវិស័យអីទេមិនថាអូស៊ីអីទេសិតតែមានទាំងអស់ scammer តាមអនឡាញបោកស្រស់បោកតបតអញ្ចឹងប្រយ័ត្នប្រយែងបងប្អូនអញ្ចឹង$1ក្តី$2ក្តី$3ក្តីសិតតែលុយនឹងញើសឈាមរបស់ដែលបោះបងប្អូនដែលរកបានអញ្ចឹងត្រូវប្រយ័ត្នទាំងអស់គ្នាជាក់ស្ដែង ដូចខ្ញុំអញ្ចឹងថ្ងៃហ្នឹងជួប2-3ករណី scammer តែគាត់ឆាតមកខ្ញុំដើម្បីឲ្យខ្ញុំផ្ទេរលុយ Bitcoin របស់ខ្ញុំទៅកាន់គណនីរបស់គាត់តាមរយៈ link address បាទអញ្ចឹងហើយវាធ្វើខ្ញុំឆ្ងល់យ៉ាងខ្លាំងបាទដោយតាមរយៈអ្នកផ្សេងដែលគាត់ជួញដូរទៅលើ cryptocurrency ដែរនៅកម្ពុជានៅខ្មែរយើងហ្នឹងបាទតែគាត់មានភាពល្បីល្បាញដែរអញ្ចឹងហើយគាត់យករូបភាពរបស់ម្នាក់ហ្នឹងមកតាំងធ្វើ profile របស់គាត់ធ្វើអីរបស់គាត់ដូចទៅបងម្នាក់ហ្នឹងអញ្ចឹងប៉ុន្តែខ្ញុំជឿថាបើសិនជាគាត់ពិតមែនគាត់អត់ធ្វើចឹងទេតើគាត់មាន giveaway បាទសម្រាប់អ្នកឈ្នះ giveaway ទើបបានគាត់តាក់ទងមក direct ផ្ទាល់មកប៉ុន្តែនេះវាហាក់បីដូចជាដំបូងខ្ញុំជឿថាគាត់ហើយប៉ុន្តែដំបូងគាត់បរៀនយើងចូលចេះផ្សេងអញ្ចឹងណាប៉ុន្តែដល់ចុងក្រោយគាត់ឲ្យយើង withdrawal លុយរបស់យើង Bitcoin របស់យើងហ្នឹងចូលទៅក្នុងlink address របស់គាត់វិញទៅគណនី wallet របស់គាត់វិញអញ្ចឹងហើយវាធ្វើឲ្យខ្ញុំចាប់បានត្រង់ហ្នឹងថាអូ scammer គាត់មកចង់ឲ្យខ្ញុំហ្នឹងយកលុយរបស់ខ្ញុំទៅឲ្យគាត់វាមិនអាចទេអញ្ចឹងអាហ្នឹងរឿងមួយទៀតមានបងអូនមួយនៅខ្មែរហ្នឹងគាត់លក់ USDT គាត់លក់ហើយខ្ញុំបាញ់លុយឲ្យគាត់ហើយគាត់បែរជាថាអត់មានកញ្ចប់ហ្នឹងឯងដំបូងគាត់លក់កញ្ចប់ A ឲ្យខ្ញុំអញ្ចឹងគាត់ថាមានកញ្ចប់ A ហ្នឹងឲ្យខ្ញុំតបមកខ្ញុំបាញ់លុយឲ្យគាត់តបមកគាត់ហូលខ្ញុំរយៈពេល2ម៉ោងបាទហើយខ្ញុំនៅកូរ៉េនេះខ្ញុំបាញ់លុយគាត់តាំងពីម៉ោង9ខ្ញុំចាំគាត់រហូតដល់ម៉ោង12យប់បាទម៉ោង12យប់នៅកូរ៉េតបមកបានខ្ញុំឆាតទៅគាត់បានតមកខាងសុំ link copy link address មកអញ្ចឹងខ្ញុំក៏បានដាក់ ID របស់ខ្ញុំចូលទៅហើយគាត់ថាអូខេបន្ទាប់មកប្រហែលជា15នាទីក្រោយមកគាត់ឆាតថាកញ្ចប់ A ហ្នឹងអស់ហើយមានកញ្ចប់ B អញ្ចឹងបងយកអត់ខ្ញុំថាខ្ញុំអត់យកទេអញ្ចឹងហើយក៏ខ្ញុំថាអត់យកគាត់ក៏ចាប់ផ្ដើមលុបរូបឆាតរូបអីជាមួយខ្ញុំនៅក្នុង Telegram ចោលទាំងអស់បន្ទាប់មកគាត់ delete រូបរបស់គាត់នៅក្នុង Telegram បន្ទាប់មកគាត់ block ខ្ញុំទៀតខ្ញុំខលអត់ចូលរហូតតែខ្ញុំឆាតត្រឡប់ទៅវិញថាបាញ់លុយខ្ញុំវិញផងអត់តន់ផងអញ្ចឹងមានន័យថាចឹងអូវាសាហាវមិនថងថានៅក្មេងទេតែចេះបោកនេះ scammer មួយនៅស្រុកខ្មែរបន្តមកទៀតនៅប្រទេសផ្សេងទៀតក៏មានបងអញ្ចឹងចូលប្រយ័ត្នទាក់ទងនឹងវិស័យអនឡាញមិនថាអនឡាញមិនថារកស៊ីជីវកម្មផ្ទល់មុខទេអញ្ចឹងសឹកមានទាំងអស់អញ្ចឹងប្រយ័ត្នប្រយែងសង្គមបច្ចុប្បន្នពោពេញទៅដោយគ្រោះថ្នាក់ទាក់ទងជាមួយនឹង scammer ទាក់ទងជាមួយការឆោបបោកនោះចឹងបងប្អូនទាំងអស់គ្នាប្រយ័ត្នទាំងអស់គ្នាជាពិសេសអ្នកជួញដូរវិស័យអនឡាញបាទដូចជា cryptocurrency ក៏ដូចជាforex ក៏ដូចជា stock អីផ្សេងអញ្ចឹងបងប្អូនទាំងនេះប្រយ័ត្នទី1បើមិនស្គាល់អត្តសញ្ញាណច្បាស់បងប្អូនកុំតបឆាតកុំ reply delete ចោលចប់រឿងធ្វើអ្វីដែលបងប្អូនកំពុងតែធ្វើផ្ដោតទៅលើតែអ្វីដែលបងប្អូនផ្ដោតហើយមួយទៀតកុំភ្លេចបងប្អូនត្រូវតែសិក្សារៀនសូត្រមិនថាវិស័យ forex មិនថា cryptocurrency មិនថារកស៊ីអាជីវកម្មមិនថាអីតើតែរៀនសូត្របាទបើយើងទៅទាំងងឹបងឹលច្បាស់ណាស់យើងគាត់ខាត់លុយបត់បាត់បង់លុយ$10 $20 $30 1រៀល2រៀល1សេន2សេនសិតតែជាលុយរបស់បងប្អូនដែលបងប្អូនមានអញ្ចឹងអរគុណបាទវីដេអូមានប៉ុណ្ណឹងបងប្អូនជម្រាបលា